ចឹងព័ត៌មានទី1នេះគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ហ្នឹងហាក់ដូចជាបង្ហាញនៅចេតនាមួយដែលថាមានលក្ខណៈច្បោកច្បល់បន្តិចដែលដូចថាពិបាកសម្រាប់មេដឹកនាំនៅក្នុងទីក្រុងតេហ៍រ៉ង់យកមកគិតណាបាទពីព្រោះអីលោកបានបញ្ចេញហ្នឹងគឺតកតទៅនឹងការដឹកនាំហ្នឹងគឺលោកថាលោកមិនចង់ឲ្យមានការបខំឲ្យមានការផ្លាស់ប្ដូររបបទេនៅក្នុងទីក្រុងតេហ៍រ៉ង់នោះក៏ប៉ុន្តែបាននិយាយបន្ថែមថាគាត់ប៉ុន្តែបើសិនជារបបអ៊ីរ៉ង់បច្ចុប្បន្នហ្នឹងវាមិនអាចធ្វើឲ្យអស្ចារ្យឲ្យអ៊ីរ៉ង់អស្ចារ្យវិញម្ដងទៀតបានហើយបានជាយើងមិនទៅផ្លាស់ប្ដូររបបនឹងចោលទៅបាទលោកប្រើពាក្យដោយស្តៀងវេទិកាឃោសនានយោបាយរបស់លោកដែលហៅថា Make America Great Again ណាគាត់លោកថាទៅជា Make Iran Great Again បាទគឺលោកប្រើពាក្យហ្នឹងអញ្ចឹងដូច្នេះវាជាសញ្ញាមួយដែលហាក់ដូចជាផ្ទុយជាមួយនឹងមន្ត្រីរបស់លោកដែលក្នុងនោះមានទាំងលោក JD Vance ដែលជាអនុប្រធានាធិបតីគឺលោកបានហើយនឹងលោក Pete Hegseth ដែលជារដ្ឋមន្ត្រីការពារជាតិបានថ្លែងប្រហែលម៉ោងមុននេះគឺនៅពេលសន្និសីទសារព័ត៌មានតែប្រិមត្តណាស្ដាប់ព័ត៌មានបច្ចុប្បន្នភាពអន្តរជាតិហ្នឹងគឺខ្ញុំបានប្រហែលបន្តិចហើយគឺមានគេសួរលោក Pete Hegseth ថាតើអាចនឹងឈានទៅដល់ការផ្លាស់ប្ដូររបបទេនៅក្នុងទីក្រុងតេហ៍រ៉ង់លោកថាអត់ទេគោលបំណងរបស់លោកប្រធានាធិបតីគឺយើងធ្វើសង្គ្រាមតែជាមួយនឹងនុយក្លេអ៊ែរហ្នឹងទេគឺអត់មានទេណាអញ្ចឹងឥឡូវហ្នឹងអញ្ចឹងហើយថ្លែងនៅទូរទស្សន៍ NBC លោក Vance លោកអនុប្រធានាធិបតីបាននិយាយថាលោកត្រាំកំពុងស្វែងរកដំណោះស្រាយការទូតជាមួយនឹងទីក្រុងតេហ៍រ៉ង់ហើយថាសហរដ្ឋអាមេរិកមិនស្វះស្វែងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេគឺតែធ្វើជាមួយនឹងកម្មវិធីនុយក្លេអ៊ែរតែប៉ុណ្ណោះលោកត្រាំដោយខ្លួនឯងហ្នឹងគឺបានបង្ហាញថាសហរដ្ឋអាមេរិកបានវិវហាទៅលើរោងចក្រនុយក្លេអ៊ែរ3ណាបានម្សិលមិញបាននេះហើយប្រហែលជាប្រិមិត្តមួយចំនួនបានស្ដាប់សន្ទរកថាទាំងស្រុងរបស់លោក Donald Trump ហើយបើអ្នកណាមិនបានស្ដាប់ទេខ្ញុំខកចិត្តខំបកប្រែទាំងយប់ណាមកពីដណ្ដប់យប់តម្រាំនឹងចប់ឲ្យបញ្ចូលសម្លេងឲ្យដាក់ទៅឲ្យទៀតបើថាអ្នកណាមិនបានមើលជួយទៅមើលហើយមិនមើលទេខ្ញុំខកចិត្តខ្ញុំបាទលោកប្រធានាធិបតីលោកធ្លាប់បានប្រឆាំងដែរផែនការរបស់អ៊ីស្រាអែលនៅក្នុងការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោកអាយ៉ាតូឡា Ali Khamenei ហើយពួកខាងអ៊ីស្រាអែលហ្នឹងគេជឿថាទីតាំងនុយក្លេអ៊ែរដែលមានកម្លាំងខ្លាំងរបស់អ៊ីរ៉ង់ហ្នឹងគឺនៅ Fordo ហ្នឹងគឺបានខូចខាតធ្ងន់ធ្ងរប៉ុន្តែមិនទាន់ខូចខាតទាំងស្រុងនោះទេណាគឺលោកមានមន្ត្រីម្នាក់ទៀតរបស់ខាងសហរដ្ឋអាមេរិកបានប្រាប់កាសែត The New York Times ថាឥឡូវនេះរោងចក្រហ្នឹងគឺត្រូវបានគេផាត់ចេញពីបញ្ជីហើយដោយឡែកលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលលោកថាឥឡូវបេសកកម្មរបស់អ៊ីស្រាអែលនៅក្នុងការកម្ចាត់នុយក្លេអ៊ែររបស់អ៊ីរ៉ង់ឥឡូវជិតបានសម្រេចជិតចប់ហើយណាចឹងចាំមើលថាគាត់លែងអាចនឹងលែងចេញធ្វើបាតកម្មបាញ់ឬក៏ជាយន្តហោះទៅទម្លាក់អីទៀតហើយណានេះជាព័ត៌មានទី1ហើយព័ត៌មានទី2ហ្នឹងគឺសហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសអ៊ីរ៉ង់កំបិតច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រពាណិជ្ជកម្មដ៏សំខាន់ពីព្រោះការធ្វើដូច្នេះវាអាចនឹងរំខានទៅដល់លំហូរប្រេងនៅលើពិភពលោកហើយបើថានិយាយយើងប្រេងក៏នៅលើសូប្រេងប្រិមិត្តមួយចំនួនចង់ព្រឹកបានខ្ញាក់ហើយណាគឺលំហូរប្រេងពិភពលោកហ្នឹងគឺអាចនឹងប៉ះដល់ប្រទេសកម្ពុជាយើងដែរបើសិនជាតម្លៃប្រេងកាត់ឆៅនៅលើពិភពលោកឡើងថ្លៃណានៅថ្ងៃអាទិត្យនេះគឺលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានអំពាវនាវឲ្យប្រទេសចិនទប់ស្កាត់អ៊ីរ៉ង់មិនឲ្យបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់បំផុតមួយសម្រាប់ប្រេងឆៅនៅលើពិភពលោកប្រទេសចិនគឺជាអតិថិជនប្រេងដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ហើយបានរក្សាទំនាក់ទំនងមិត្តភាពជាមួយនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានព្រមាននៅថ្ងៃអាទិត្យនេះថាសាធារណរដ្ឋអ៊ីស្លាមរក្សាជំរឿសទាំងអស់ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនបន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរសំខាន់ចំនួន3កាលពីថ្ងៃសៅរ៍ម្សិលមិញរីឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថាសភាអ៊ីរ៉ង់បានគាំទ្រការបិទច្រកសមុទ្រ Hormuz ដែលលើកឡើងពីការបង្ហើបឲ្យដឹងពីសមាជិកសភាជាន់ខ្ពស់មួយរូបទោះបីជាយ៉ាងណាក៏ដោយការសម្រេចចិត្តចុងក្រោយក្នុងការបិទច្រកសមុទ្រនេះឬមិនបិទគឺស្ថិតនៅលើក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីរ៉ង់ដែលមានលោក Khamenei ជាអ្នកសម្រេចដែរការប៉ុនប៉ងបិទផ្លូវទឹកដ៏ចង្អៀតរវាងអ៊ីរ៉ង់និងប្រទេសអូម៉ង់អាចផ្ដល់ផលវិបាកដល់សេដ្ឋកិច្ចពិភពលោកបើយោងតាមព័ត៌មានកន្លងមកគឺធម្មពលដែលហូរឆ្លងកាត់ច្រកសមុទ្រហ្នឹងគឺមានប្រេងប្រហែលជា20លានបារ៉ែលក្នុងមួយថ្ងៃឬក៏ប្រហែលជា20% នៃការចរាចរប្រេងទូទាំងពិភពលោកអញ្ចឹងបើកាលណាបើទៅគឺអាចនឹងមានផលប៉ះពាល់ណាមានផលប៉ះពាល់ទាំងលើពិភពលោកតែម្ដងមិនមែនតែសហរដ្ឋអាមេរិកមួយទេគឺប៉ះពាល់ប្រទេសច្រើន
hayលោករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថាលោកអំពាវនាវដូចនេះដើម្បីឲ្យចិននិយាយជាមួយអ៊ីរ៉ង់កុំគិតប្រេះប្រាស់បើគិតប្រេះប្រាស់អ្នកដែលរងផលប៉ះពាល់ខ្លាំងហ្នឹងគឺអ៊ីរ៉ង់ខ្លួនឯងទេពីព្រោះអ៊ីរ៉ង់រងថ្ងៃនេះរស់ដោយសារនាំប្រេងចេញដោយលួចលាក់ផងដោយទៅក្នុងប្រទេសចិនផងអញ្ចឹងណាបាទព័ត៌មានទី3វិញគឺយន្តហោះទម្លាក់គ្រាប់បែក B2 B2 ហ្នឹងឥឡូវហ្នឹងគឺត្រឡប់មកដល់មូលដ្ឋានតបកាសនៅក្នុងរដ្ឋ Missouri វិញហើយយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយប្រភេទ B2 ដែលទម្លាក់គ្រាប់បែកបំបាំងកាយដ៏ធំនៅលើមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់បានចាប់ផ្ដើមវិលត្រឡប់មកមូលដ្ឋានទ័ពអាមេរិករបស់ពួកគេវិញនៅក្នុងរដ្ឋ Missouri នៅថ្ងៃអាទិត្យនេះអ្នកសារព័ត៌មាន AP បានមើលនៅរសៀលនេះឃើញច្បាស់ហើយក្នុងពេលដែលមានខ្យល់បក់ខ្លាំងហើយពេលនោះគឺក៏ឃើញយន្តហោះ B2 ហ្នឹងចំនួន7គ្រឿងបាទ7គ្រឿងបានចុះមកចតនៅមូលដ្ឋានតបកាស Whiteman មូលដ្ឋាននេះមានចម្ងាយប្រហែលជា117គីឡូម៉ែត្រនៅភាគអាគ្នេយ៍ទីក្រុង Kansas ហើយវាគឺជាមូលដ្ឋានរបស់យន្តហោះទម្លាក់គ្រាប់បែកកងទី509ដែលជាអង្គភាពយោធាសហរដ្ឋអាមេរិកតែមួយគត់ដែលធ្វើប្រតិបត្តិការយន្តហោះទម្លាក់គ្រាប់បែក B2 Spirit ហ្នឹងក្រុមទី1បានពេលមកដល់នោះគឺក្រុមទី1នៃយន្តហោះបំបាំងកាយចំនួន4បានហោះបង្វិលជុំវិញមូលដ្ឋានហ្នឹងហើយមុននឹងចុះចតយ៉ាងសង្ហាតែហើយ3ក្រោយទៀតគឺ10នាទីក្រោយបានមកតាមពីក្រោយមកអញ្ចឹង B2S ហ្នឹងគឺថាជាផ្នែកមួយនៃទូលំទូលាយដែលបើកបញ្ឆោតផងដែរមានអ្នកណាបានស្ដាប់សន្ទរកថារបស់លោកមេបញ្ជាការកងទ័ពរួមរបស់អាមេរិកហ្នឹងខ្ញុំខំបកប្រែឲ្យបញ្ចូលសម្លេងដែរគឺគាត់រៀបរាប់យ៉ាងក្បោះក្បាយអំពីប្រតិបត្តិការសឹកនោះក្នុងនោះគឺមានការហោះបំបែងដាន decoy គឺបំភ័ន្តយើងហ្នឹងមិនឲ្យដឹងអញ្ចឹងក្រុមគេហ្នឹងគឺ7ទៅកុហកយើង7ទៅធ្វើប្រតិបត្តិការអញ្ចឹងឥឡូវហ្នឹងល្អដែរខ្ញុំបានបកប្រែជូនប្រិមិត្តដើម្បីបានស្ដាប់ទាំងអស់គ្នាយល់ដឹងទាំងអស់គ្នាហ្នឹងកំសាន្តផងទៅបើថាយើងមិនចង់ធ្វើអីយើងគាត់កំសាន្តទេចង់ដឹងថាម៉េចដូចតែមើលរឿងកុនចិនគេតាក់តិចតាក់អីអញ្ចឹងយើងមើលនេះរឿងមែនតើហ្មងណាបាទគឺថាជាការវិលុកទៅលើក្របបែកហ្នឹងឥឡូវហ្នឹងយោងតាមមន្ត្រីអាមេរិកសំទោសយោងតាមមន្ត្រីអាមេរិកម្នាក់គឺយន្តហោះបំបាំងកាយមួយក្រុមបានធ្វើដំណើរឆ្ពោះទៅទិសខាងលិចពីមូលដ្ឋានអាមេរិកកាលពីថ្ងៃសៅរ៍ក្នុងគោលបំណងដើម្បីបញ្ឆោតពួកអ៊ីរ៉ង់បាទបញ្ឆោតពួកអ៊ីរ៉ង់ហើយជើងហោះហើរចំនួន7ផ្សេងទៀតបានហោះទៅទិសខាងកើតដោយស្ងៀមស្ងាត់ទីបំផុតបានចូលរួមនៅក្នុងបេសកកម្មវាយអ៊ីរ៉ង់ហើយជំនួយដល់កងនាវាផ្ទុកប្រេងនិងយន្តហោះចម្បាំងដែលខ្លះបាញ់អាវុធផ្ទាល់ខ្លួនហើយអាកាសយានទឹកអាមេរិកបានទម្លាក់គ្រាប់ចំនួន14គ្រាប់ទម្ងន់13តោនជាង13តោនក្នុងមួយគ្រាប់នៅព្រឹកថ្ងៃអាទិត្យនៅក្នុងស្រុកទៅលើរោងចក្រចម្រាញ់សារធាតុអ៊ុរ៉ាញ៉ូមក្របដីដ៏សំខាន់2របស់អ៊ីរ៉ង់ក្របដី2មួយទៀតគឺនៅលើគោកទេបាញ់ខាងថមហុកទៅក៏បានដែរកងទ័ពជើងទឹកអាមេរិកបានជំរុញបេសកកម្មដ៏គួរឲ្យភ្ញាក់ផ្អើលនេះដោយការបាញ់កំជ្រួចមីស៊ីលធ្វើដំណើរដែលចេញពីនាវាមួយទឹកឆ្ពោះទៅកាន់កន្លែងរោងចក្រនុយក្លេអ៊ែរនោះហើយមន្ត្រីរបស់អាមេរិកបាននិយាយថាមិនឃើញពួកខាងអ៊ីរ៉ង់ហ្នឹងមិនបានឃើញអាមេរិកចូលទៅទេគឺថាអញ្ចឹងបើតាមមន្ត្រីរបស់ក្រសួងការពារជាតិអាមេរិកហ្នឹងគឺយន្តហោះហ្នឹងពេលដែលហោះទៅហ្នឹងក៏អត់ដឹងចេញវិញក៏អត់ដឹងអញ្ចឹងបើយន្តហោះបំបាំងកាយមិនណាដឹងហើយគេហៅបំបាំងកាយពីវាហោះលើមេឃណានៃហ្នឹងមានតែចាប់ឲ្យបានចាប់ហោះជាង10គីឡូលើមេឃអាហ្នឹងហោះមិនឃើញមិនបានតែបំបាំងកាយទៅលើហ្នឹងគេថាហោះលើគោកឲ្យមើលមិនឃើញហោះក្បែរដីឲ្យមើលមិនឃើញអាហ្នឹងបំបាំងកាយនេះទៅបំបាំងលើមេឃបិទលើមេឃកម្លាំងវាខ្លាំងណាស់បាទគឺពេលដែលទៅហ្នឹងគឺអ៊ីរ៉ង់ក៏ដឹងចេញវិញក៏ដឹងដែរប៉ុន្តែមិនក៏យន្តហោះដែលគេអមគេហោះយន្តហោះអមហ្នឹងគេធ្វើប្រឆោតដែរពេលហ្នឹងគេប្រឆោតគេថាល្បិចលើល្បិចហ្មងល្បិចទី1គឺ7ហោះទៅខាងលិចអញ្ចឹងទៅក្រម7ទៀតហោះទៅធ្វើប្រតិបត្តិការតែអញ្ចឹងទៅធ្វើឲ្យយើងវិញនឹងថាណាទៅណាសិនទៅដល់ហ្នឹងហើយមានយន្តហោះអមហ្នឹងយន្តហោះអមហ្នឹងវាបើកទៅពីមុខវាបើកពីក្រោយបើកទៅមុខហើយដើម្បីបើសិនជាប្រព័ន្ធរ៉ាដាអ៊ីរ៉ង់វាដើរវាឃើញអានោះភ្លាមវាបាញ់ហ្នឹងទៅឬក៏វាបាញ់មីស៊ីលមកនេះបាញ់មីស៊ីលនឹងទប់ស្កាត់មុនដើម្បីធ្វើម៉េចកុំឲ្យបាញ់មក B2 ហ្នឹងបាទប៉ុណ្ណឹងអានោះក៏អត់ឃើញទៀតអញ្ចឹងទៅគឺបានន័យចឹងមន្ត្រីអាមេរិកហ្នឹងគាត់និយាយថាទាំងចូលទាំងចេញគឺអត់ដឹងទេណាគឺនេះទេហើយនិយាយអំពីប្រតិបត្តិការហ្នឹងគេហៅថាប្រតិបត្តិការ Midnight Hammer គឺញញួរពាក់កណ្ដាលអាត្រៀតគឺវាយពេលយប់ណាគឺបាញ់ចំរោងចក្រនុយក្លេអ៊ែរហ្នឹងតែម្ដងប៉ុន្តែការខូចខាតយ៉ាងម៉េចហ្នឹងគឺអត់ទាន់មានតម្លៃវាតម្លៃជាចុងក្រោយទេគឺនៅធ្វើការវាតម្លៃដដែលទេដោយឡែកខាងអ៊ីរ៉ង់វិញគាត់បដិសេធថាมันខូចខាតច្រើនទេគាត់បដិសេធថាมันខូចខាតច្រើនទេអញ្ចឹងឥឡូវនេះគឺព័ត៌មានដែលយើងទទួលបានមកហ្នឹងគឺ
ខាងមន្ត្រីអាមេរិកគឺនិយាយថាខូចខាតអញ្ចឹងណាហើយសូម្បីតែលោកមេបញ្ជាការកងទ័ពរួមហ្នឹងគាត់ក៏បានមិនហ៊ាននិយាយមាននិយាយដោយប្រធានាធិបតីតែលោកប្រធានាធិបតីលោកថាអូខ្ទេចខ្ទីអស់ហើយតែលោកមេបញ្ជាការហ្នឹងគាត់ថាអាចនឹងខូចខាតហ្នឹងក៏ប៉ុន្តែជាក់លាក់យ៉ាងណាគឺនៅរងចាំការវាតម្លៃនៅឡើយទេតែតម្លៃអ៊ីរ៉ង់ថាអត់ខូចទេខ្លួនឯងអត់ខូចទេណាมันខូចជាច្រើនទេប៉ុន្តែរូបភាពដែលគេបង្ហាញតាមផ្កាយរណបមកឃើញក្រហមជ្រៅទៅហ្មងក្រហមជ្រៅពីលើហ្នឹងថតឃើញក្រហមប៉ុន្តែតាមធម្មតាក្របបែកហ្នឹងបើពេលតែបុកអញ្ចឹងវាបុកដូចខួងដងអញ្ចឹងវាខួងនោះបុកអញ្ចឹងទៅហើយវា60ម៉ែត្រជម្រៅវាអាចដល់60ម៉ែត្រមកវាផ្ទុះអញ្ចឹងបានវាផ្ទុះនៅក្រោមបើសិនជាដីធម្មតាវាអាចបាក់ដីនឹងសុទ្ធក៏ប៉ុន្តែនៅខាងក្រោមវារោងចក្រអញ្ចឹងវាមានគ្រឹះវាទប់អញ្ចឹងដូច្នេះវាអាចទៅផ្ទុះនៅនោះវាខ្ទេចនៅខាងក្នុងហើយពីខាងលើថតមើលមិនឃើញដែរអញ្ចឹងយើងអាចអញ្ចឹងដែរណាយើងមិនដឹងទេអញ្ចឹងចាំរងចាំការវាតម្លៃជាចុងក្រោយទៅយ៉ាងម៉េចចាំមើលតទៅទៀតបាទនេះព័ត៌មានទី3ព័ត៌មានទី4គឺតកតនឹងរឿងនឹងដដែលគឺមន្ត្រីអាមេរិកគឺបានទទួលស្គាល់ថាពួកគេអត់ដឹងថាតើឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមដែលចោទថាអ៊ីរ៉ង់ចម្រាញ់បានរហូតដល់ 70% ប្រមាណ100 គីឡូហ្នឹងឥឡូវហ្នឹងរកអត់ទាន់ឃើញទេណាគឺថាមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានប្រកាសថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញទាំងស្រុងដោយគ្រាប់បែករបស់អាមេរិកនិងមីស៊ីលនោះស្ថានភាពជាក់ស្ដែងនៃកម្មវិធីនេះហាក់ដូចជាស្រពេចស្រពិលជាងមុនទៅទៀតដោយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកសារភាពថាពួកគេមិនបានដឹងពីកន្លែងលាក់ទុកនៃឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតចិត្តផលិតបានគ្រាប់បែកបរមាណូនោះទេលោក JD Vance អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រាប់ទូរទស្សន៍ ABC នៅសប្តាហ៍នេះថាក្នុងកម្មវិធីសប្តាហ៍នេះថាកាលពីថ្ងៃទៅហ្នឹងគឺដោយសំដៅទៅលើសារធាតុអ៊ុយរ៉ាញ៉ូមហ្នឹងគឺអត់ដឹងទៅកន្លែងណាទេបើទោះបីជាកន្លងមកចោទថាអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់ដែលអាចផលិតគ្រាប់បែកបរមាណូពី9ទៅ10គ្រាប់ដូច្នេះលោកអនុប្រធានាធិបតីបានបញ្ជាក់ថាយើងនឹងធ្វើការនៅប្រហែលសប្តាហ៍ខាងមុខទៀតដើម្បីធានាថាតើយើងនឹងត្រូវធ្វើយ៉ាងម៉េចជាមួយនឹងប្រេងឥន្ធនៈនោះទៅលើសារធាតុអ៊ុយរ៉ាញ៉ូមនោះតើយើងមានការសន្ទនាគ្នាជាមួយនឹងអ៊ីរ៉ង់យ៉ាងណាទោះបីជាយ៉ាងណាក៏ដោយលោកបានអះអាងថាសក្តានុពលដែលអ៊ីរ៉ង់អាចបង្កើតអាវុធនុយក្លេអ៊ែរនោះគឺឥឡូវនេះកំពុងតែដើរថយក្រោយយ៉ាងខ្លាំងដោយសារតែលែងមានឧបករណ៍ដើម្បីចម្រាញ់សារធាតុនោះទៀតហើយដែលអាចនឹងយកមកប្រើទៅជាគ្រាប់បែកបរមាណូរីឯលោក Pete Hegseth ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកវិញបាននិយាយជាមួយនឹងលោកអគ្គសេនាធិការកងទ័ពចម្រុះលោក Dan Kern ហ្នឹងគឺដូចខ្ញុំបានបញ្ជាក់ប្រាប់ពីមុនគឺលោកមិនហ៊ានអះអាងពីភាពជោគជ័យនៃការបំផ្លាញទាំងស្រុងទេពីព្រោះអីលទ្ធផលដែលលោកបញ្ជាក់ថាគឺនៅកំពុងសិក្សានៅឡើយហើយដល់ឡែកពួកខាងអ៊ីស្រាអែលវិញគឺគាត់ថាមានការខូចខាតប៉ុន្តែវាមិនទាំងស្រុងទេខូចខាតតែមិនទាំងស្រុងទេប៉ុន្តែអត់មានផុសតាងអីនៅឡើយទេណានេះគាត់ជាការសន្និដ្ឋានទេអញ្ចឹងឥឡូវនេះសូម្បីតែលោកខាងអគ្គនាយកនៃទីភ្នាក់ងារធម្មពលបរមាណូអន្តរជាតិលោក Rafael Mariano Grossi ក៏បាននិយាយថាវាអាចដែរថាឥឡូវហ្នឹងគេសូម្បីតែគាត់ក៏អត់ដឹងថានៅកន្លែងណាដែរប៉ុន្តែលោកថាអាចនឹងគេយកវាដាក់ក្នុងធុងតូចហើយដឹកទៅកន្លែងផ្សេងដែរព្រោះអីប្រហែលថ្ងៃមុនពេលការវាប្រហារហ្នឹងលោកប្រធានាធិបតី Donald Trump លោកបានព្រមានអញ្ចឹងដូច្នេះចង់មិនចង់ខាងអ៊ីរ៉ង់គាត់ប្រភ័យខ្លួនមុនគាត់ត្រូវជំនះចេញបើសិនក្នុងចឹងព្រោះគាត់និយាយមក option ណាជំរឿនរបស់គាត់សុទ្ធតែចង់វាយរោងចក្រ nuclear Fordo ហ្នឹងតែពេលចឹងទៅអាចអ៊ីរ៉ង់គេមិនរងរហូតដល់ថាទុកឲ្យខ្ទេចពីព្រោះវាប្រហែលជា400គីឡូវាតិចដែរ400គីឡូហ្នឹងប្រហែលជាមួយបាវប្រហែលជា10បាវអង្គយើង40-50គីឡូ10បាវវាទូចដែរហ្នឹងបាទតែវាសំខាន់តើគេត្រូវដាក់វាការពារយ៉ាងម៉េចឲ្យវាបើមានជាតិវិទ្យុសកម្មចេញអញ្ចឹងសូម្បីតែលោកខាង IAEA ហ្នឹងគឺក៏គាត់ថាដឹងដែរអញ្ចឹងណាបាទនេះជាព័ត៌មានទី4ហើយច្បាស់ជាមានប្រិមិត្តសួរខ្ញុំថាចុះមិនទៅប្រតិកម្មនៅខាងក្នុងអាមេរិកហ្នឹងមានប្រតិកម្មប៉ុន្តែខ្ញុំចង់បដោតទៅលើបេសកកម្មហ្នឹងសិនគឺខាងប្រជាធិបតេយ្យមួយចំនួនក៏ប្រឆាំងសូម្បីតែនៅខាងសាធារណរដ្ឋមានម្នាក់ប្រឆាំងហើយកំពុងតែត្រូវមាត់លោកត្រាំខ្លាំងណាអញ្ចឹងខ្ញុំមិនចង់ចូលកន្លែងប្រតិកម្មពីខាងមន្ត្រីគណៈបកប្រជាធិបតេយ្យហ្នឹងលំអិតកន្លែងហ្នឹងទេកុំមានការយល់ច្រឡំថាបែបលែងហ៊ាននិយាយអ្នករិះគន់ណាមិនមែនទេខ្ញុំចង់បដោតពីខ្ញុំជឿថាប្រិមិត្ត
ភិជាច្រើនចាប់អារម្មណ៍ទៅលើបេសកកម្មហ្នឹងនិងលទ្ធផលក្រោយពីបេសកកម្មហ្នឹងអញ្ចឹងបាទខ្ញុំច្បិចយកតែចំណុចហ្នឹងមកជម្រាបជូនហើយជាស្អែកខ្ញុំអាចនឹងជម្រាបជូនពីបដកម្មហ្នឹងបន្ថែមទៀតនៅពេលដែលបានទស្សនាវីដេអូដែលខ្ញុំបានបកប្រែហ្នឹងយល់ទៅចាប់តាមយល់ប្រដាទៅចាក់ដឹងបដកម្មហ្នឹងក៏វាមិនទាន់យឺតពេកដែរណាបាទមានបដកម្មប្រឆាំងខ្លះដែរណាបាទព័ត៌មានចុងក្រោយដែលចូលមកបញ្ចប់កម្មវិធីយើងនៅព្រឹកនេះសម្រាប់អ្នកនៅកម្ពុជានិងយប់នេះសម្រាប់អ្នកនៅអាមេរិកមុននឹងយើង say good night គឺក្រុមហ៊ុន Tesla បានចាប់ផ្ដើមចេញរថយន្តតាក់ស៊ីប្រភេទ SUV ហ្មង SUV ដូច Highlander Lancer អញ្ចឹងបើកនៅក្នុងទីក្រុង Austin គឺជាការមួយសម្រេចនៅក្តីសបិនរបស់លោក Elon Musk ដែលចង់បង្កើតក្រុមហ៊ុនដែលរថតាក់ស៊ីដែលគ្មានមនុស្សបើកហ្នឹងបាទគឺថាក្រុមហើយឥឡូវនឹងចេញឲ្យដំណើរការនៅថ្ងៃអាទិត្យហ្នឹងចេញប្រហែលម៉ោងមុនហ្នឹងគឺដាក់បើប្រិមិត្តណានៅទីក្រុង Austin រដ្ឋ Texas បានសាកល្បងសូមថតរូបហើយធ្វើ comment មួយផងណាចង់មើលដែរណាព្រោះនៅ Texas មិនបានទៅអញ្ចឹងគឺដំណើរការហ្នឹងគឺជាការសាកល្បងហ្នឹងគឺមានកាមេរ៉ាមានប្រើ AI ទាំងអស់ហ្មង AI តាំងពីដើមដល់ចប់ហ្មងដែលគឺជារឿងមួយដែលគួរអាចារ្យដែរហើយឥឡូវហ្នឹងដោយសារតែសាកល្បងអញ្ចឹងគឺមានអ្នកជិះហ្នឹងក៏ជិះឡើងជិះម្ដងកន្លែងណាក៏បានប៉ុន្តែកំណត់តែនៅក្នុងទីក្រុង Austin ហ្នឹងឯងគាត់អត់ដាក់ឆ្ងាយមាន county មួយចំនួនហ្នឹងទេគឺជិះម្ដងចំនួន$4.20 សេន$4.20 សេនក៏ប៉ុន្តែអាថ្ងៃចេញនេះហ្នឹងគឺអ្នកដែលជិះហ្នឹងគឺតើតាមានលិខិតអញ្ជើញពីក្រុមហ៊ុនគេផ្ញើទៅណា site app គេហ្នឹង robot taxi ហ្នឹងទៅហើយគេឲ្យលិខិតអញ្ជើញហ្នឹងបានអាចជិះបានដើម្បីជៀសវាងដែរណាអញ្ចឹងនេះគឺជាការវិវត្តមួយនៅក្នុងសហរដ្ឋអាមេរិកនេះខាងផ្នែកបច្ចេកវិទ្យាហើយក៏កុំឲ្យបាត់ឈ្មោះលោក Elon Musk ដែរគាត់បាត់ទៅឥឡូវគាត់ទៅចេញធ្វើការងារក្រុមហ៊ុនរបស់គាត់បានសម្រេចហើយអញ្ចឹងសូមអរគុណប្រិមិត្តចង់មានពីររឿងទី1កុំភ្លេចទស្សនាសន្តកថារបស់លោក Dan Ken គឺល្អមែនតើលោកនាយកស្នេហ៍ការខ្ញុំខំប្រឹងបកប្រែហើយចូលនិយាយចេញមុខចេញមាត់ទីដែរហើយនឹងទី2គឺស្ដាប់សន្តកថារបស់លោកធានាទៅប្រេ Donald Trump ខ្ញុំក៏បានបកប្រែទាំងសងដែរដើម្បីយកជាចំណេះដឹងហើយយើងយល់បានតែម្ដងណាអញ្ចឹងសូមអរគុណប្រិមិត្តដែលតែងតែគាំទ្រការផ្ដល់ព័ត៌មានរបស់ខ្ញុំហើយព័ត៌មានចុងក្រោយគឺនៅថ្ងៃស្អែកនេះគឺខ្ញុំក្រោយពីផ្សាយពេលព្រឹកកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិទៅខ្ញុំនឹងទៅ Washington DC ដើម្បីទៅកន្លែងតុលាការពីព្រោះនៅថ្ងៃស្អែកនេះគឺលោកចៅក្រមនៅសាលាដំបូងហ្នឹងគាត់ហៅមេធាវីរបស់ខាង VOA ហើយនិងមេធាវីរបស់ខាង USAGM ហ្នឹងទៅជួបគាត់ដើម្បីបញ្យល់ថាហេតុអីបានជាមិនយ៉ាងម៉េចមិនអនុវត្តតាមដីការបស់គាត់អីយ៉ាងម៉េចការសម្រេចរបស់គាត់យ៉ាងម៉េចអញ្ចឹងណាអញ្ចឹងវាជារឿងមួយជួបមួយមេធាវីខ្ញុំមិនបានចូលក្នុងបន្ទប់សវនាការទេអញ្ចឹងខ្ញុំនឹងទៅស្ដាប់គេដើម្បីជួបមេធាវីដោយផ្ទាល់តើគាត់និយាយយ៉ាងម៉េចតើមានលទ្ធផលយ៉ាងម៉េចក៏ប៉ុន្តែមានសង្ឃឹមដែរតែសង្ឃឹមតិចno matter what I don't care ខ្ញុំសប្បាយចិត្តធ្វើកិច្ចការនេះបងប្រិយមិត្តស្ដាប់ទៅហើយខ្ញុំយល់ថាវាជាជោគជ័យសម្រាប់ខ្ញុំដែរប្រិយមិត្តឲ្យតម្លៃខ្ញុំប៉ុណ្ណឹងបាទអញ្ចឹងអរគុណមែនតើអរគុណណាស់ជម្រាបលាបាទអរគុណច្រើន